Cáiចំណុចជាហៅរំលៃបច្ចុប្បន្ននៅបាទនៃគម្រោងវិនិយោគបាទឬក៏តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគតបាទនៃលំហូរសាច់ប្រាក់អនាគតបាទគឺតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគតបាទអញ្ចឹងតម្លៃបច្ចុប្បន្ននៅបាទនៃគម្រោងនេះគេហៅថា net present value បាទដែលត្រូវបានគេប្រើប្រាស់ក្នុងការសិក្សាលើគម្រោងវិនិយោគមួយដែលគេគ្រោងនឹងធ្វើការវិនិយោគបាទអញ្ចឹងជាទូទៅគេធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់ថេរឬក៏អាចមិនថេរដែលគម្រោងនឹងផ្ដល់ផលត្រឡប់មកវិញនៅពេលអនាគតបាទដោយធ្វើ discount បាទ discount គឺអបហានៃលំហូរសាច់ប្រាក់នីមួយៗមកបច្ចុប្បន្នបាទអញ្ចឹងគឺការធ្វើនេះគេហៅថា discount cash flow future cash flow បាទដែលតាំងដោយអក្សរ C បាទ cash flow អនាគតនេះគេតាំងដោយអក្សរ C អក្សរ C មកវាថា cash បាទមកវាថា cash នេះបាទមកវាថា cash បាទចឹងជាមួយនឹងអត្រាការផលចំណេញដែលយើងតាំងថា O ហើយដល់ rate of return បាទគឺឬយើងហៅម្យ៉ាងទៀតថា discount rate បាទ discount rate បាទជាទូទៅតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគតនេះវាជាតម្លៃបច្ចុប្បន្ននៃធនធានចុងក្រោយបាទធនធានចុងក្រោយបាទអញ្ចឹងយើងយករូបមន្តធនធានចុងក្រោយមកប្រើបាទដើម្បីកណនារកតម្លៃបច្ចុប្បន្ននៃfuture cash flow ចឹងនេះជារូបមន្ត NPV បាទ NPV ហើយថា net present value គឺយកតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគតបាទយកមកដកជាមួយនឹង initial investment បាទ initial investment វាជាគម្រោងលុយផ្ទឹមវិនិយោគដែលយើងត្រូវធ្វើការវិនិយោគបាទហើយយើងយកលុយហ្នឹងគឺយកមកប្រៀបធៀបជាមួយនឹងតម្លៃបច្ចុប្បន្ននៃផលប្រយោជន៍អឺពីការវិនិយោគតើវាស្មើគ្នាឬក៏វាធំជាងគ្នាឬក៏វាតូចជាងគ្នាបាទអញ្ចឹងយើងនឹងមើលខាងក្រោមអញ្ចឹងគឺនៅពេលនេះយើងតាំងសាច់ប្រាក់ថេរគឺសាច់ប្រាក់ថេរវាលំហូរសាច់ប្រាក់ថេរគឺ C បាទ C ជាលុយអនាគតបាទលុយអនាគតដែលត្រូវផ្ដល់ដោយគម្រោងត្រឡប់មកវិញមានថាដូចជាចំណូលបាទចំណូលមកពីការអនុវត្តគម្រោងបាទហើយ C0 ជាដើមទុនបាទជាដើមទុនឬជា initial investment បាទអានោះសម្រាប់យើងប្រើរូបមន្តដែលយើងប៉ាន់ស្មានថាគម្រោងនឹងផ្ដល់ទឹកប្រាក់ថេរនៅរាល់ចុងគ្រាបាទហើយរូបមន្តខាងក្រោមជាលំហូរសាច់ប្រាក់មិនថេរបាទមិនថេរបែរថាយើងអាចធ្វើរូបមន្តនេះបាននេះគឺយើងត្រូវរកលុយបច្ចុប្បន្នរបស់សាច់ប្រាក់នីមួយៗហើយចាំបូកចូលគ្នាបានយើងរកឃើញតម្លៃបច្ចុប្បន្នរបស់វាហើយដកឲ្យ C0 ដកទុនវិនិយោគចេញវាឃើញ net in present value នេះបាទអញ្ចឹងលក្ខខណ្ឌនៃការសម្រេចចិត្តបាទលក្ខខណ្ឌនៃការសម្រេចចិត្តនេះគឺតើគម្រោងគួរតែធ្វើការវិនិយោគឬក៏អត់បាទបើតើយើងគណនា NPV វាធំជាង0បាទធំជាង0មានថាគម្រោងអាចទទួលយកបានហើយបើ NPV វាតូចជាង0បានថាយើងគម្រោងមិនអាចទទួលយកបានទេព្រោះយើងមិនទាន់វិនិយោគហ្នឹងវាខាតបាត់ហើយបាទវាខាតបាត់ហើយអញ្ចឹងគឺតូចជាង0មិនថាខាតបាទអញ្ចឹងយើងមើលឧទាហរណ៍បាទឧទាហរណ៍គម្រោងវិនិយោគមួយមានតម្លៃទឹកប្រាក់$10,000ពេលណាជាត្រូវការដើមទុន$10,000បាទហ្នឹងហៅថា investment បាទគម្រោងនេះត្រូវបានប៉ាន់ស្មានលំហូរសាច់ប្រាក់ចំណូលរយៈពេល5ឆ្នាំបាទគឺថេមានថាឆ្នាំទី1ក៏ទទួលបាននៅចុងឆ្នាំទី1នឹងផ្ដល់លុយមកវិញគឺ$2,500ឆ្នាំទី2ក៏បាន$2,500ឆ្នាំទី3ក៏ទទួលបានមកវិញ$2,500ឆ្នាំទី4ឆ្នាំទី5បាទគឺមួយឆ្នាំបាន$2,500ថេបាទគឺយើងទទួលបានលុយមកវិញបាទពីការវិនិយោគគម្រោងដែលយើងបោះលុយទុន$10,000នេះបាទអ្នកវិនិយោគត្រូវការផលចំណេញបាទផលចំណេញពីគម្រោងវិនិយោគនេះគឺ25%បាទតើគេសម្រេចចិត្តបោះទុនវិនិយោគឬទេបាទអញ្ចឹងយើងត្រូវគណនា NPV អញ្ចឹងយើងត្រូវគណនារក present value របស់លុយពី cash flow នេះបាទ cash flow នេះវាជា present value របស់អឺអឺធនធានចុងក្រោយបាទអញ្ចឹងគឺយើងប្រើរូបមន្តនេះជារូបមន្តធនធានចុងក្រោយបាទហើយយើងយកវាមកគណនាហើយជួសលុយចូលបាទនេះគឺ8 20%ហើយបូកចូលមួយនេះយើងលើកឲ្យគុណដក1ហើយចាំយើងដាក់សញ្ញាដល់មុខហើយយើងបូក1ហើយចែកនឹង2គុណនឹង250ទៅវាឃើញលុយបច្ចុប្បន្នវាថា$7,476.50បាទគេថាគម្រោងនេះគឺបើយើងនិយាយលុយបច្ចុប្បន្នវាយើងត្រូវប្រើលុយប៉ុណ្ណឹងបើយើងអាចដំណើរការបានហើយបាទដំណើរការបានហើយប៉ុន្តែ initial investment របស់យើងវាប្រើដល់$10,000បាទហើយទៅកើច្រើនអញ្ចឹងគឺគម្រោងនេះវាធ្វើផលដកទៅវា NPV វាអវិជ្ជមានបាទអញ្ចឹងបែរថាគម្រោងនេះมันអាចធ្វើការវិនិយោគបានទេបាទគម្រោងនេះអាចធ្វើបានលុះត្រាយើងប្រើដើមទុនត្រឹម$7,400នេះអាចធ្វើបានប៉ុន្តែយើងប្រើទុនរហូតដល់$10,000បាទ
ចឹងមានន័យថាយើងខាត$2,500បាត់ទៅហើយមិនទាន់វិនិយោគផងបាទចាអឺនេះឧទាហរណ៍មួយទៀតគឺក្នុងករណីដែលfuture cash flow លុយដែលផ្ដល់ឲ្យគម្រោងដល់ឆ្នាំមួយវាមិនមែនជាទឹកប្រាក់ថេរបាទទឹកប្រាក់ថេរទេបាទហើយលោកគ្រូចង់បង្ហាញរូបមន្តទី2នេះបាទរូបមន្តនេះដែលក្នុងករណីដែលលុយនេះគឺវាមិនថេរបាទអញ្ចឹងមិនថេរយើងប្រើរូបមន្តគណនារុយបច្ចុប្បន្នរបស់ប្រាក់រំពោចតែប្រាក់អនាគតនីមួយៗនេះហើយបូកចូលគ្នាបាទអញ្ចឹងហើយមើលឧទាហរណ៍ទី2នេះគឺជាឧទាហរណ៍ហ្នឹងបាទអញ្ចឹងនៅtrongឆ្នាំទី1វាផ្ដល់ឲ្យបាន$30,000បាទដល់ពេលឆ្នាំទី2វាផ្ដល់35,000បាទហើយទៅtrongឆ្នាំទី3វាផ្ដល់40,000បាទហើយtrongឆ្នាំទី4 45,000និងtrongឆ្នាំទី5 50,000បាទអញ្ចឹងនេះជាលំហូរតែប្រាក់អនាគតនៅtrongឆ្នាំនីមួយៗបាទតែផ្ដល់ត្រឡប់ឲ្យគម្រោងវិញបាទហើយគម្រោងគឺចង់ចំណេញ10%បាទ rate of return បាទ rate of return គឺអត្រា rate of return ឬហៅ discount បាទ10%ចឹងយើងគណនាថ្លៃបច្ចុប្បន្នផងអានេះគឺមួយឆ្នាំបាទអញ្ចឹងគឺដើមឆ្នាំនេះគឺលុយប៉ុណ្ណេះបាទនៅបច្ចុប្បន្នហើយអានេះចុងឆ្នាំទី2បាទលុយបច្ចុប្បន្នវាគឺយើងដាក់គុណដក2បាទហើយគុណដក2យកលុយហើយឃើញលុយបច្ចុប្បន្នរបស់វាប៉ុណ្ណេះបាទហើយទី3គឺចុងឆ្នាំទី3បាទលុយប៉ុណ្ណឹងដល់ពេលលុយបច្ចុប្បន្នរបស់វាយើងទាញមកក្រោយគឺនៅបច្ចុប្បន្នដល់30,000បាទអានេះចុងនៅចុងឆ្នាំទី4គឺ40,000ហើយ5,000នេះយើងទាញមកលុយបច្ចុប្បន្នវិញគឺយើងមាន30,000បាទហើយអានេះយ៉ាងដែរតែយើងបូកលុយបញ្ចូលនឹងអស់គឺឃើញលុយបច្ចុប្បន្នសរុបបាទអញ្ចឹងលុយបច្ចុប្បន្នសរុបនៃលំហូរសាច់ប្រាក់នេះគឺសរុបទៅវា$148,000.62 បាទហើយទុនគម្រោងយើងគឺបែរថាយើងប្រើទុនតែ10,000បាទអញ្ចឹងយើងដកលុយបច្ចុប្បន្នដកទៅឃើញយើងមិនទាន់វិនិយោគមកយើងឃើញថាវាចំណេញពីfuture cash flow គឺវា$48,000បាត់ហើយដូចមានន័យថាគម្រោងនេះគឺមានតម្លៃក្នុងការធ្វើបន្តគឺការវិនិយោគបាទចឹងឧទាហរណ៍មួយទៀតគឺយើងមិននឹងគឺការសម្រេចចិត្តបាទគឺការសម្រេចចិត្តវិនិយោគបាទគឺយើងមានគម្រោង3ផ្សេងគ្នាបាទតើយើងត្រូវយកគម្រោងណាមកធ្វើការវិនិយោគបាទអញ្ចឹងគឺដើម្បីធ្វើការវិនិយោគយើងយកគណនី NPV នីមួយៗហើយយកមកប្រៀបធៀបគ្នាបាទហើយទី2គឺតើគម្រោងណាមួយណាដែលផ្ដល់ផលពីការវិនិយោគខ្ពស់ជាងគេបាទហើយថា return on investment ហើយថាការកាត់ROR បាទចឹងយើងដើម្បីរកហ្នឹងគឺយើងប្រើរូបមន្តនេះបាទរូបមន្តគឺយក NPV ចែកឲ្យ initial investment គិតជាភាគរយបាទគិតជាភាគរយអញ្ចឹងឥឡូវយើងយកយកអានេះគឺ future cash flow របស់វាគឺ project A វាគម្រោង initial investment 50,000បាទហើយដល់ពេលឆ្នាំទី1វា cash flow វាបើលុយដែលផ្ដល់ឲ្យមកគម្រោងវិញគឺ12,000 14,000 16,000 18,000 2,200បាទលុយនេះគឺជាfuture cash flow ដែលមិនថេរបាទអញ្ចឹងយើងត្រូវគណនារកថ្លៃបច្ចុប្បន្នរបស់វានីមួយៗឲ្យយើងបូកចូលគ្នាបាទអញ្ចឹងយើងមើលរូបមន្តក្រោមហើយនេះជាថ្លៃបច្ចុប្បន្នរបស់គម្រោង A បាទយើងយកអាហ្នឹងគឺថ្លៃបច្ចុប្បន្នរបស់វានីមួយៗបូកចូលគ្នាបាទបូកចូលគ្នាបាទបូកចូលគ្នាគឺដល់ពេលយើងគណនាថ្លៃបច្ចុប្បន្នមួយបូកចូលគ្នាយើងប្រើpresent value នៃការប្រាក់គួបវិញបាទយើងអត់ប្រើធនធានទេព្រោះវាអត់មានពាក់ព័ន្ធគ្នាបាទអញ្ចឹងគឺបូកចូលនេះទាំងអស់គឺគម្រោង A ថ្លៃបច្ចុប្បន្នគឺ6,521.10បាទគម្រោង B បាទគម្រោង B គឺយកថ្លៃរបស់វាមកគណនារកថ្លៃបច្ចុប្បន្នវាឃើញ62,920.96បាទហើយគម្រោង C គម្រោង C គឺថ្លៃបច្ចុប្បន្នវាគឺ5,751.10ចឹងយើងយកគម្រោងនេះយកមកដកនឹងទុនវិនិយោគនេះបាទទុនវិនិយោគនេះគម្រោង A ទុនវិនិយោគវាគឺត្រូវចុះ50,000នេះ40,000នេះ30,000យើងដកទៅឃើញNPV របស់ ABC បាទអញ្ចឹងបើយើងមើលទៅគឺថា NPV របស់គម្រោងទាំង3ហ្នឹងគឺ NPV ដែលច្រើនជាងគេគឺគម្រោងរបស់ A បាទតមកគឺ B ហើយក្រោយទៀតគឺ C ក្នុងការនេះគឺយើងមិនទាន់សម្រេចថាតើគម្រោង3ហ្នឹងតើគម្រោងណាដែលគួរវិនិយោគនៅឡើយទេបាទព្រោះវាវិជ្ជមានដូចគ្នាបាទអញ្ចឹងយើងត្រូវយកនេះបាទយក return on return on នេះយកមកប្រើបាទ investment យកមកប្រើបាទអញ្ចឹងយក ROR នេះបាទ ROR គឺដូចទៅបង្ហាញនេះគឺហៅកាត់វាមកពី return on investment បាទ return on investment បាទណាreturn on investment បាទ
or return on investment return on investmentคือการรับหน่อยROI បាទអញ្ចឹងគឺយើងចាក់នេះរកreturn on investment បាទ ratio វាបាទ return on investment ratio បាទយើងឃើញថាគម្រោង A បាទគឺ return របស់វាបើជាតិចជាងគេវិញបាទ53%ហើយគម្រោង B គឺ57ហើយគម្រោង C បានដល់ return របស់វាគឺភាគរយរបស់វាខ្ពស់គឺ69%បាទហេតុនេះបានវាដូច្នេះដោយសារតែវាចុះទុនវិនិយោគតិចជាងគេបាទចុះតែ30000បាទអឺហើយវា return លើ NPV វាដល់អ20000បាទហើយគម្រោង A វាចុះទុនវិនិយោគដល់50000ប៉ុន្តែ net present value វាដល់26000បាទអញ្ចឹងគឺវាខុសគ្នាតិចដែរអញ្ចឹងហើយបានជាអឺគម្រោង C ជាគម្រោងអត្ថិភាពដែលយើងត្រូវធ្វើការវិនិយោគបាទព្រោះអាហ្នឹងវាផ្ដល់ឲ្យ return rate អោreturn on investment rate ហ្នឹងគឺវាខ្ពស់មួយជាងគេបាទអញ្ចឹងយើងចាប់មេរៀនបាទ